Hello fan Dr. Stone ទាំងអស់គ្នានៅថ្ងៃនេះដែរយើងមកធ្វើការនិយាយតាក់ទងជាមួយនឹងតួអង្គនៅក្នុងរឿង Dr. Stone ដែលនៅថ្ងៃនេះដែរយើងមកធ្វើការនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងបរិសង្ហានៅក្នុងរឿង Dr. Stone តើមានប្រមាណអ្នកហើយពីណាគេខ្លះតោះមុនចូលដល់សម្រាប់បងដែលមកថ្មីកុំភ្លេចណាជួយ Subscribe ខ្ញុំម្នាក់មួយផងក៏ដូចជា comment នៅខាងក្រោមបានដែលតួអង្គទី1ដែលខ្ញុំគិតថាវាអស្ចារ្យហើយសង្ហាមិនសិតសង្ហានោះគឺជា Senku អាប៉ែ Senku នេះមិនសិតសង្ហាប៉ុន្តែខួរក្បាលវាអស្ចារ្យជាងអ្នកសង្ហាមួយលានដងទៀតមកឥឡូវយើងដល់អ្នកបន្ទាប់ទៀតគឺជាអ្នកលេខ2 top លេខ2ខ្ញុំសូមឲ្យទៅកាន់អាប៉ែមួយដែលមានឈ្មោះថារីស៊ុយអានេះគឺជាបរិសជឿជាក់និយាយទៅវាសង្ហាខ្លាំងតែមែនតែនប្រយោជន៍តឥឡូវយើងដល់ top 3 តើ top 3ពីណាគេខ្ញុំសូមឲ្យទៅកាន់អាប៉ែមួយដែលមានឈ្មោះថាគឺក្រមអាប៉ែនេះបានសង្ហាយមឲ្យច្រឡំគឺបានសង្ហាយមឲ្យបកកែបោកគេដោយសារគាត់ចេះលេងស៊ីឲ្យចង់បោកសិនគូតែទៅអត់រួចមកឥឡូវយើងដល់ top 4 តើ top 4ខ្ញុំឲ្យទៅកាន់អាប៉ែមួយដែលមានអាវពណ៌លឿងនិយាយរួមទៅឈុតរបស់គាត់គឺពណ៌លឿងហើយគាត់ចូលចិត្តបាញ់ធ្នូអាប៉ែហ្នឹងគឺខ្ញុំអត់ស្គាល់ឈ្មោះខ្ញុំភ្លេចឈ្មោះបាត់ទៅហើយដល់អាប៉ែហ្នឹងដែរមានហាស្នាមថាអាប៉ែតិចវែងនិយាយទៅស្ដាប់បានឆ្ងាយជាងគេមកឥឡូវយើងដល់ top លេខ5ដែលជា top 5 top លេខ5ខ្ញុំសូមឲ្យទៅកាន់អាប៉ែមួយដែលមានឈ្មោះថា Gen ដែលអាប៉ែហ្នឹងគឺរូបរាងដូចខ្ទើអញ្ចឹងប៉ុន្តែសលេងរបស់គាត់គឺដូចស្រីនិយាយថាអាប៉ែហ្នឹងគឺដូចស្រីដល់ឥឡូវនេះដែរយើងដល់ top លេខ6ដែលជា top 6ដែល top 6ខ្ញុំសូមឲ្យទៅកាន់អាប៉ែមួយដែលមានកម្លាំងខ្លាំងនោះគឺជាស៊ូកាសាដល់អាប៉ែនេះដែរគឺមានកម្លាំងខ្លាំងមែនទែនសក់វែងដែលមានបំណងនឹងចង់សម្លាប់សិនគូពីដើមរឿងតែឥឡូវគឺចោះចូលជាមួយសិនគូហើយខ្ញុំក៏មានសំណួរសួរទៅកាន់អ្នកទាំងអស់គ្នាផងដែរតើចំណោមតួអង្គទាំងអស់ហ្នឹងតើអ្នកនេះចូលចិត្តមួយណាសម្រាប់ខ្ញុំគឺចូលចិត្តអាប៉ែមួយពាក់អាវពណ៌លឿងហើយបាញ់ធ្នូទៅជាវែងនឹងឯងចោះសម្រាប់អ្នកទាំងអស់គ្នាវិញចូលចិត្តមួយណាបើចូលចិត្តមួយជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផង goodbye មកវីដេអូខ្លះឥឡូវនេះយើងមកធ្វើការតជាមួយនឹងវីដេអូចាស់ខ្ញុំចំនួន2ភាគតើដាក់ចូលគ្នាទាំងអស់មកតើរវាង Monkey D Dragon ជាមួយនឹង Shang មួយណាខ្លាំងជាងតោះបើសិនអ្នកនេះចង់ដឹងថាមួយណាខ្លាំងជាងតើយើងចូលវីដេអូរបស់យើងទាំងអស់គ្នា let's go ខ្ញុំច្បាស់ណាស់ប្រកាសថាអ្នកនេះប្រកាសជាបានស្គាល់ជាមួយនឹង Monkey D Dragon ហើយគាត់គឺជាមេក្រុមបារបស់ដែលគាត់នឹងក៏បានដឹកនាំក្រុមរបស់គាត់ដើម្បីបះបោរឬក៏ប្រឆាំងជាមួយនឹងពពកក៏មែនឬក៏ពពក The Fire Elder E1 នឹងឯងឥឡូវនេះយើងលេងមកខាង Shang វិញ Shang គឺជាយន់គោមួយក្នុងចំណោមយន់គោទាំង4យើងអាចនិយាយបានថាគាត់គឺជាយន់គោមួយដែលខ្លាំងជាងគេក៏ថាបានដែរនិយាយរួមទៅឈុតឆាកវាយគ្នារបស់គាត់គឺមិនសូវមានទេ Monkey Dragon ក៏គ្មានខ្លែងឈុតឆាកវាយគ្នាផងដែរតែអ្វីដែលយើងត្រូវដឹងនោះគឺ Monkey D Dragon កាលពីគាត់នៅធ្វើជា Marine នៅ God Valley កាលពីសែងនៅកូនងាគឺ Monkey D Dragon នេះហើយដែលជួយសង្គ្រោះសែងចេញអំពីតាចាស់ស្អីគេនោះតាចាស់មិនដឹងតាចាស់អីទេប៉ុន្តែអ្នកដែលបានអាន manga គាត់ប្រកាសជាស្គាល់ថា Monkey D Dragon ច្រឡំគាត់ប្រកាសជាដឹងហើយថា Monkey D Dragon គឺជាអ្នកជួយសង្គ្រោះសែងខ្ញុំអត់បានអាន manga ប៉ុណ្ណឹងចឹងខ្ញុំអត់ដឹងទេបើសិនបងណាដែលបានអាន manga គាត់ប្រកាសជាបានដឹងលើនេះដែរយើងមកសរុបសេចក្តីតើសមត្ថភាពរបស់សែងជាមួយនឹង Monkey D Dragon មួយណាខ្លាំងជាងដែលការនឹង God Valley សែងត្រឹមជាកូនងាហើយ Dragon គាត់គឺធំហើយគឺនិយាយទៅគាត់ធ្វើជា Marine ហើយតើពួកគេទាំងពីរហ្នឹងមួយណាខ្លាំងជាងជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងដោយសារគូពួកគេទាំងពីរនេះគឺមិនដែលបានប៉ះគ្នានោះទេហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯង Goodbye see you ជួបគ្នាវីដេអូក្រោយខំថាអ្នកនរនេះជួយខមមិនឲ្យបានច្រើនមកថាមួយណាខ្លាំងជាង Hello សួស្តីអ្នកនរនេះនៅថ្ងៃនេះយើងមកធ្វើការ deal ទៅកាន់ Zoro ជាមួយនឹង Ryuma តើពួកគេទាំងពីរនាក់ហ្នឹងមួយណាខ្លាំងជាងកុំឲ្យស៊ីម៉ោងយូរតើឥឡូវយើងចូលធ្វើការ deal គាត់ទាំងពីរនាក់ហ្នឹងទៅថាពួកគេទាំងពីរនាក់ហ្នឹងមួយណាល្អជាងហើយខ្លាំងជាងលយជាងសង្ហាជាងអីចឹងហ្នឹងអ្នកនេះប្រកាសជាធ្លាប់បានដឹងហើយឬក៏ធ្លាប់បានលើតាក់ទងជាមួយនឹង Ryuma រួមទាំងខ្ញុំផងដែរយើងទៅ scroll មើលជាមួយនឹងប្រវត្តិរបស់ Ryuma រួចហើយដែល Ryuma រហស្សនាមគាត់នោះគឺជា King of Swordsman ដែលយើងបកប្រែជាភាសាខ្មែរមកគឺជាស្ដេចនៃដាវ ចំណែក Zoro ក៏មិនធម្មតាច្រឡំរូបដាក់រូបផ្សេងហ្នឹងក៏ប៉ុន្តែ Zoro ក៏ជាអ្នកប្រើដាវផងដែរនិយាយទៅមិនប្រើម៉ូតដូចជា Ryuma នេះគឺប្រើម្ដង3និយាយទៅគឺលយខ្លាំងមែនតែននឹងវាមិនតន់អស់ទេដោយសារតែ Zoro ក៏មាន King of Haki ទៀតនិយាយទៅគឺអស់ចាស់ខ្លាំងតែមែនតែនហើយចៅរបស់Ryuma nàyទៅមានជាប់សាច់ឈាមខ្សែស្លាយជាមួយ Ryuma ទៀតនិយាយទៅអស់ចាតែមែនតែនប៉ុណ្ណឹងក៏មិនតន់អស់ដែរ Zoro គាត់នៅមានចំណុចដែលសាហាវរបស់គាត់មួយទៀតនោះគឺគាត់ចង់ខ្លាយទៅជាស្ដេចគុនដើមនៅថ្ងៃអនាគតយល់ទៅគឺអស្ចារ្យខ្លាំងណាស់អូខេបន្ទាប់ពីយើងបានស្ដាប់ពី Ryuma បន្តិចបន្តួចហើយនឹង Zoro បន្តិចបន្តួចឥឡូវនេះយើងមានសំណួរមកសួរទៅកាន់អ្នកទាំងអស់គ្នាហើយតើរវាង Ryuma ជាមួយនឹង Zoro មួយណាខ្លាំងជាងឆ្លើយមិនទុកពេលនេះមកវិនាទីបើឆ្លើយមិនចេញទេជួយ Subscribe ខ្ញុំម្នាក់មួយផងឥឡូវខ្ញុំមិនដឹងទាំងអស់គ្នារវាង Ryuma ជាមួយនឹង Zoro មួយណាខ្លាំងជាងតោះប្រសិនបើ Ryuma ប្រយុទ្ធគ្នាជាមួយនឹង Zoro នោះវាគឺមិនអាចទៅរួចនៅទេដោយសារតែ Ryuma ក៏បានស្លាប់ចោល Zoro បាត់តែហើយមិនដឹងស្លាប់ពីការនោះទេវាមិនដាណាយកខ្មោចអវ័យជាមួយនឹង Zoro វាយមិនឈ្នះ Zoro ដោយអាកន្លែងទៅនោះយើងសុំពី Ryuma ត្រូវបាន Zoro ខ្វាយបាត់ទៅហើយមិនប៉ុណ្ណឹងយកនៅបើមិនតន់យកទេជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងដោយសារខ្ញុំក៏មិនសូវយល់ដែរខ្ញុំដឹងប៉ុណ្ណឹងគឺខ្ញុំនិយាយតែប៉ុណ្ណឹងឯងបើសិនបើប៉ះគ្នាមែនវាមិនដាណា Zoro វាយឈ្នះ Ryuma តែគ្រាន់ប៉ះគ្នា Ryuma ដាក់
តែម្ដង Zoro គឺតែបាត់ទៅហើយដោយសារតែ Ryuma ក៏មានគេឈ្មោះល្បីល្បាញខ្លាំងណាស់មិនដូច Zoro ទេ Ryuma គឺជា King of Swordsman ណាមានតែគេខ្លាំងដល់តែនិយាយរំទៅឲ្យជាប់ឈ្មោះប៉ុណ្្នឹងឯងមិនបាច់ចាំទៅប៉ះទេប៉ះណាស្បៃហ្មងថ្ងៃនេះសម្រាប់បងៗណាមកដល់ព្រឹមនេះក៏ព្រិចណាជួយ Subscribe ខ្ញុំមុនបើអត់ជួយ Subscribe